ជំរាបសួរអ្នកទាំងអស់គ្នាអញ្ញងហាសេអូអេរ៉ូបុននៅក្នុងវីដេអូនេះផងដែរពួកយើងនឹងរៀនអំពីការដោះស្រាយលំហាត់នៅក្នុងការអនុវត្តនៃមេរៀន Hangul Ikiki 3ការរៀន Hangul 3តោះដើម្បីកុំឲ្យខាត់ពេលយូរពួកយើងចូលមកមើលកន្លែងនេះទាំងអស់គ្នាដែលកន្លែងនេះគេដាក់ថា Yonsup គឺមានន័យថាការអនុវត្តនៅក្នុងការអនុវត្តនេះដែរកន្លែងណែនាំនៅក្នុងការដោះស្រាយលំហាត់លេខ1គេដាក់ថា 1번 다음을 읽으세요ដែលពាក្យថាថាគឺមានន័យថាបន្ទាប់ប៉ុន្តែកន្លែងនេះយើងអាចបកប្រែថាខាងក្រោមបានហើយកន្លែងនេះគឺជាបរិវារស័ព្ទយើងអាចបកប្រែបានទេហើយ 읽으세요 គឺមានន័យថាចូលអានអញ្ចឹងនាំឲ្យប្រយោគពេញលេញន័យថា 읽으세요 គឺមានន័យថាចូលអានខាងក្រោមដែលខាងក្រោមនេះដែរគឺគេសំដៅទៅលើពាក្យតោះអ្នកទាំងអស់គ្នាមុននឹងអានពាក្យខាងក្រោមជាដំបូងអ្នកទាំងអស់គ្នាត្រូវដឹងថាគ្រប់ពាក្យដែលមាននៅក្នុងលំហាត់លេខ1ទាំងអស់គឺសុទ្ធតែជាពាក្យដែលគេប្រកបអានដោយធ្វើការបញ្ចេញសំឡេងបង្អប់ភ្ជាប់ពីព្យញ្ជនៈប្រកបខាងក្រោយឬផាត់ឈីមដែលនៅព្យាង្គខាងមុខទៅព្យាង្គបន្ទាប់ដែលផ្ដើមចេញពីព្យញ្ជនៈអ៊ីអ៊ឹងតោះលំហាត់លេខ1តើពាក្យនេះគឺយើងអានយ៉ាងដូចម្ដេចតើអ្នកទាំងអស់គ្នានឹងអានថា mul i thagot គឺយើងអត់អានបែបហ្នឹងទេគឺយើងអានថា무리 ម្ដងទៀត muri ចុះពាក្យដែលនៅក្នុងលំហាត់លេខ2អ្នកទាំងអស់គ្នាអាន moon ul thagot គឺយើងអត់អានបែបហ្នឹងទេគឺយើងអានថា 문을 ម្ដងទៀត munul ចុះចំណែកឯលំហាត់លេខ3វិញអ្នកទាំងអស់គ្នាអាន up a thagot គឺគេអត់អានបែបហ្នឹងទេគឺគេអាន 앞에 ម្ដងទៀត 앞에 ចំណែកឯលំហាត់លេខ4អ្នកទាំងអស់គ្នាអាចនឹងអានថា that ayo thagot គឺយើងអត់អានបែបហ្នឹងទេគឺយើងអានថា 닫아요 ម្ដងទៀត 닫아요 ហើយចំពោះលំហាត់លេខ5វិញអ្នកទាំងអស់គ្នាអាចនឹងអានថា 싶어요 thagot គឺយើងអត់អានបែបហ្នឹងទេគឺយើងអានថា 싶어요 ម្ដងទៀត 싶어요 រីឯលំហាត់លេខ6វិញអ្នកទាំងអស់គ្នាប្រហែលជាអានថា it or yo thagot គឺយើងអត់អានបែបហ្នឹងទេគឺយើងអានថា 있어요 ម្ដងទៀត 있어요 ចា៎អ្នកទាំងអស់គ្នាអញ្ចឹងដោយសារតែយើងអានលំហាត់ពីលេខ1ដល់លេខ6ហើយវានៅសល់លេខ7លេខ8លេខ9ណាប៉ុន្តែយើងអានសរុបលំហាត់លេខ1ដល់លេខ6សិនអញ្ចឹងអ្នកទាំងអស់គ្នាសូមថាតាមខ្ញុំ1 2 3 muri 문을 앞에 닫아요 싶어요 있어요 តោះឥឡូវយើងចូលមកដល់លំហាត់លេខ7ដែលលំហាត់លេខ7នេះដែរអ្នកទាំងអស់គ្នាអាចនឹងអានថា 깎아요 thagot គឺយើងអត់អានបែបហ្នឹងទេគឺយើងអានថា 깎아요 ម្ដងទៀត 깎아요 តោះចំពោះលំហាត់លេខ8វិញអ្នកទាំងអស់គ្នាអាននឹងអានមួយព្យាង្គថា il어요 thagot គឺយើងអត់អានបែបហ្នឹងទេគឺយើងអានថា 읽어요 ម្ដងទៀត ilgoyo ចំណែកឯលំហាត់លេខ6អ្នកទាំងអស់គ្នាប្រកាសជាអានថា an아요 thagot គឺយើងអត់អានបែបហ្នឹងទេគឺយើងអានថា 앉아요 ម្ដងទៀត 앉아요 ចាអញ្ចឹងអ្នកទាំងអស់គ្នាសូមអានពាក្យទាំង3នេះតាមខ្ញុំតោះ 깎아요 읽어요 앉아요 ចាអ្នកទាំងអស់គ្នាពិតជាអានបានច្បាស់ល្អណាស់តោះឥឡូវយើងចូលមកដល់លំហាត់លេខ2ដែលការអាននៅក្នុងលំហាត់លេខ2នេះដែរកន្លែងនេះគេដាក់ថា 2번 다음 문장을 읽으세요 ដែលពាក្យថាថាកន្លែងនេះគឺបកប្រែថាបន្ទាប់ប៉ុន្តែកន្លែងនេះគឺយើងបកប្រែថាខាងក្រោមវិញអញ្ចឹងណាអញ្ចឹងចំពោះពាក្យ 문장 គឺមានន័យថាប្រយោគហើយកន្លែងនេះគឺជាបរិវារស័ព្ទដែលយើងមិនអាចបកប្រែបានទេអញ្ចឹងប្រសិនបើយើងមើលកន្លែងនេះថា 문장 គឺមានន័យថាប្រយោគខាងក្រោមចំណែកឯ 읽으세요 គឺមានន័យថាចូលអានចឹងនាំឲ្យប្រយោគពេញលេញថា 문장을 읽으세요 គឺមានន័យថាចូលអានប្រយោគខាងក្រោម
អញ្ចឹងអ្នកទាំងអស់គ្នាចំពោះលំហាត់លេខ1គឺយើងអានពាក្យប៉ុន្តែលំហាត់លេខ2គឺយើងអានប្រយោគវិញម្ដងដែលប្រយោគនៅក្នុងលំហាត់ទី1នេះអ្នកទាំងអស់គ្នាអាចនឹងអានថា창문을 닫으세요 គឺយើងអត់អានបែបហ្នឹងទេគឺយើងអានថា 창문을 닫으세요. 창문을 닫으세요 ម្ដងទៀត 창문을 닫으세요 តោះឥឡូវដល់វគ្គអ្នកទាំងអស់គ្នាអាន1 2 3ចាអ្នកទាំងអស់គ្នាអានបានល្អតោះឥឡូវយើងចូលមកដល់ប្រយោគទី2ដែលប្រយោគទី2នេះដែរប្រសិនបើអ្នកទាំងអស់គ្នាអានមួយព្យាង្គអ្នកទាំងអស់គ្នាអាចនឹងអានថា 사진을 찍었어요 ត្រូវអត់គឺយើងអត់អានបែបហ្នឹងទេគឺយើងអានថា 사진을 찍었어요. 사진을 찍었어요 ម្ដងទៀត 사진을 찍었어요 អញ្ចឹងដល់ពេលអ្នកទាំងអស់គ្នាអាន1 2 3ចាអ្នកទាំងអស់គ្នាអានបានល្អណាស់តោះឥឡូវយើងចូលមកដល់ប្រយោគទី3ដែលប្រយោគទី3នេះដែរប្រសិនជាអានមួយព្យាង្គអ្នកទាំងអស់គ្នាប្រហែលជាអានថា 책에 이름을 쓰세요 ត្រូវអត់គឺយើងអត់អានបែបហ្នឹងទេគឺយើងអានថា 책에 이름을 쓰세요. 책에 이름을 쓰세요 ម្ដងទៀត 책에 이름을 쓰세요 តោះឥឡូវដល់ពេលអ្នកទាំងអស់គ្នាអាន1 2 3ចាអ្នកទាំងអស់គ្នាអានបានល្អណាស់ចំណែកឯប្រយោគទី4អ្នកទាំងអស់គ្នាអាចនឹងអានថា 물을 마시고 싶어요 ត្រូវអត់គឺយើងអត់អានបែបហ្នឹងទេគឺយើងអានថា 물을 마시고 싶어요. 물을 마시고 싶어요 ម្ដងទៀត 물을 마시고 싶어요 អញ្ចឹងដល់ពេលអ្នកទាំងអស់គ្នាអាន1 2 3ចាអ្នកទាំងអស់គ្នាពិតជាអានបានច្បាស់ល្អណាស់ចំណែកឯប្រយោគទី5វិញអ្នកទាំងអស់គ្នាអាចនឹងអានថា 아침에 병원에 갔어요 ត្រូវអត់គឺយើងអត់អានបែបហ្នឹងទេ 아침에 병원에 갔어요. អានថា 아침에 병원에 갔어요 ម្ដងទៀត 아침에 병원에 갔어요 តោះឥឡូវដល់ពេលអ្នកទាំងអស់គ្នាអាន1 2 3ចាអ្នកទាំងអស់គ្នាពិតជាអានបានត្រឹមត្រូវនិងច្បាស់បានយ៉ាងល្អមែនតើអញ្ចឹងអ្នកទាំងអស់គ្នាចំពោះនៅក្នុងលំហាត់លេខ1ហើយនិងលំហាត់លេខ2ហ្នឹងណាទាំងពាក្យទាំងប្រយោគកន្លែងហ្នឹងគឺពួកយើងអត់ទាន់ផ្ដោតសំខាន់ទៅលើការបកប្រែនោះទេគឺយើងផ្ដោតសំខាន់ទៅលើការអានជាមុនសិនដោយសារតែការសិក្សានៅក្នុងកម្រិតដំបូងហ្នឹងអ្នកទាំងអស់គ្នាដាច់ខាតត្រូវចេះប្រកបអានជាមុនសិនហើយបន្ទាប់មកទៀតយើងចូលមកដល់លំហាត់លេខ3ដែលការណែនាំនៅក្នុងការដោះស្រាយលំហាត់លេខ3ហ្នឹងកន្លែងនេះគេដាក់ថា 3번 한국어 음절 쓰기 ដែលពាក្យថា 한국어 គឺមានន័យថាភាសាកូរ៉េចំណែកឯ 음절 គឺមានន័យថាព្យាង្គ 쓰기 គឺមានន័យថាការសរសេរអញ្ចឹងនាំឲ្យប្រយោគពេញលេញ 한국어 음절 쓰기 គឺមានន័យថាចូលសរសេរព្យាង្គភាសាកូរ៉េតោះឥឡូវយើងមកមើលកន្លែងលេខ1នេះគេដាក់ថា 중성 없는 음절 ដែលពាក្យថាជុងសងគឺមានន័យថាព្យញ្ជនៈចុងក្រោយឬក៏យើងអាចហៅម្យ៉ាងវិញទៀតផាត់ឈីមដែលយើងហៅថាព្យញ្ជនៈប្រកបខាងក្រោមហ្នឹងណាហើយចំពោះអបនិនកន្លែងនេះគឺមានន័យថាដែលមិនមានអញ្ចឹងជុងសងអបនិនគឺមានន័យថាដែលមិនមានព្យញ្ជនៈចុងក្រោយហើយអឹមចលគឺមានន័យថាព្យាង្គអញ្ចឹងនាំឲ្យប្រយោគពេញលេញជុងសងអបនិនអឹមចលគឺមានន័យថាព្យាង្គដែលមិនមានព្យញ្ជនៈចុងក្រោយដូច្នេះអ្នកទាំងអស់គ្នានៅត្រង់កន្លែងហ្នឹងគឺគេចង់មានន័យថាឲ្យអ្នកទាំងអស់គ្នានឹងអនុវត្តការសរសេរព្យាង្គហ្នឹងដែលព្យាង្គហ្នឹងគឺមិនមានផាត់ឈីមទេមានន័យថាមិនមានព្យញ្ជនៈប្រកបខាងក្រោយឬក៏មិនមានជើងព្យញ្ជនៈ
Đài kháng grau ní có kê bánh chẹ phạp bụi dương đài. Chả cứ miền này thập chuyên chữ nè. Anh chớ ưu tí ho cái lại ní cứ chịp chuyên chữ nè. Khi dọc hai cái lại ní. Mô cứ miền này thạch sra. Anh chớ kê chong ai nè tầng ọc ní ăn nô vọt đòi do. Chuyên chữ nè khi dọc bầu chữ mùi nâng sra á. Chuyên chữ nè khi dọc bầu chữ mùi sra ý. Chuyên chữ nè khi dọc bầu chữ mùi sra úp. Chuyên chữ nè khi dọc bầu chữ mùi sra ế. Chuyên chữ nè khi dọc bầu chữ mùi nâng sra ô. Chuyên chữ nè khi dọc bầu chữ mùi sra ó. Hai nằm chuyên chữ nè khi dọc bầu chữ mùi nâng sra Cho nên bây giờ nè tầng ọc ní ăn vọt sọ xế cứ nè tầng ọc níត្រូវăn vọt sọ xế đói bài níដោយអ្វីដែលខ្ញុំបានបង្ហាញហើយអ្នកទាំងអស់គ្នាចំពោះរូបភាពនេះនឹងគឺដកស្រង់ចេញពីសភៅអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាអនុវត្តសរសេរគឺអ្នកទាំងអស់គ្នាត្រូវយកព្យញ្ជនៈនីមួយនឹងបូកជាមួយនឹងស្រៈដែលដោយអ្វីដែលបានបង្ហាញអញ្ចឹងយើងបូកមួយទាំងអស់អញ្ចឹងនៅពេលដែលយើងសរសេរបានជាលទ្ធផលគឺបែបនេះដោយអ្វីដែលខ្ញុំបានបង្ហាញអញ្ចឹងចំពោះព្យញ្ជនៈដែលនៅសល់បន្តមកទៀតហ្នឹងគឺមានដូចជាព្យញ្ជនៈទាំង3នេះអញ្ចឹងរបៀបធ្វើគឺដូចគ្នាអ្នកទាំងអស់គ្នាត្រូវសរសេរដោយអ្វីដែលខ្ញុំបានបង្ហាញហើយបន្តមកទៀតយើងចូលមកដល់ចំណុចលេខ2ដែលកន្លែងនេះគេដាក់ថាជុងសងអ៊ីតនឹងចលដែលពាក្យថាជុងសងហ្នឹងគឺមានន័យថាព្យញ្ជនៈចុងក្រោយឬក៏ជើងព្យញ្ជនៈឬយើងអាចហៅថាផាត់ឈីមហ្នឹងហើយអ៊ីតនឹងគឺមានន័យថាដែលមានអញ្ចឹងជុងសងអ៊ីតនឹងគឺមានន័យថាដែលមានព្យញ្ជនៈចុងក្រោយចលគឺមានន័យថាព្យាង្គនាំឲ្យប្រយោគពេញលេញជុងសងអ៊ីតនឹងចលគឺមានន័យថាព្យាង្គដែលមានព្យញ្ជនៈចុងក្រោយអញ្ចឹងអ្នកទាំងអស់គ្នាចំពោះចំណុចហ្នឹងគឺគេចង់ឲ្យអ្នកទាំងអស់គ្នាអនុវត្តការសរសេរដែលកន្លែងនេះគឺគេឲ្យស្រាប់មានដូចជាព្យញ្ជនៈបូកជាមួយនឹងស្រៈហើយប៉ុន្តែចំពោះកន្លែងនេះហ្នឹងគឺជាជើងព្យញ្ជនៈដែលអ្នកទាំងអស់គ្នាត្រូវអនុវត្តសរសេរដាក់វានៅខាងក្រោមព្យាង្គមួយនេះដូចនេះនៅពេលដែលអ្នកទាំងអស់គ្នាអនុវត្តសរសេរផ្ទាល់អ្នកទាំងអស់គ្នាត្រូវតែសរសេរព្យាង្គកាបូកជាមួយនឹងផាត់ឈីមខីយ៉កព្យាង្គកាបូកជាមួយផាត់ឈីមនីអឿនព្យាង្គកាបូកជាមួយនឹងផាត់ឈីមធីហ្គឺតព្យាង្គកាបូកជាមួយនឹងផាត់ឈីមលីអឿនព្យាង្គកាបូកជាមួយនឹងផាត់ឈីមមីអឿនព្យាង្គកាបូកជាមួយនឹងផាត់ឈីមភៀបសលេងស្រាព្យាង្គកាបូកជាមួយនឹងផាត់ឈីមអ៊ីអឿងអញ្ចឹងនៅពេលដែលចេញជាលទ្ធផលគឺបែបនេះដោយអ្វីដែលខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាហើយចំពោះរូបភាពនេះវិញក៏ដកស្រង់ចេញពីសៀវភៅដូចគ្នាដែរអញ្ចឹងដោយសារតែពួកយើងបានដឹងហើយអំពីឧទាហរណ៍តាក់ទងទៅនឹងព្យាង្គកាបូកជាមួយនឹងផាត់ឈីមផ្សេងអញ្ចឹងណាហើយកន្លែងនេះក៏គេដាក់ឧទាហរណ៍ឲ្យអ្នកទាំងអស់គ្នាមើលជាជួរត្រេតដែរដូចនេះនៅពេលដែលអ្នកទាំងអស់គ្នាអនុវត្តសូមអ្នកទាំងអស់គ្នាកុំភ្លេចយកព្យាង្គទាំងអស់នេះបូកជាមួយនឹងជើងព្យញ្ជនៈនីមួយឬក៏ផាត់ឈីមនីមួយដែលគេបានដាក់ឲ្យអ្នកទាំងអស់គ្នាអញ្ចឹងលទ្ធផលរបស់វាគឺបែបនេះអញ្ចឹងសូមអ្នកទាំងអស់គ្នាកុំភ្លេចសរសេរដោយអ្វីដែលខ្ញុំបានបង្ហាញហើយអ្នកទាំងអស់គ្នាដោយសារតែពួកយើងបានរៀនអំពីភាសាកូរ៉េកម្រិតដំបូងដែលតាក់ទងទៅនឹងការរៀន Hangul ពីទី1ដល់ទី3ហើយពួកយើងបានរៀនចេះអំពីអ្វីទៅជា Hangul របៀបនៃការសរសេរការអានតាក់ទងទៅនឹងស្រៈព្យញ្ជនៈព្យាង្គពាក្យប្រយោគរួចមកហើយដូចនេះសូមអ្នកទាំងអស់គ្នាឧស្សាហ៍ហ្វឹកហាត់ការសរសេរនិងការប្រកបអានឲ្យបានច្រើនដើម្បីឲ្យការសិក្សារបស់អ្នកទាំងអស់គ្នាកាន់តែរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃហើយប្រសិនបើអ្នកទាំងអស់គ្នាមានសំណួរតាក់ទងទៅនឹងមេរៀននៅក្នុងវីដេអូនេះសូមអ្នកទាំងអស់គ្នាតាក់ទងសួរផ្ទាល់ទៅកាន់ Telegram ជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណ